នាយករដ្ឋមន្ត្រីថៃលោកអនុទានឆានវីរៈកុលកំពុងរងការសើចចំអកលើបណ្ដាញសង្គមទាំងក្នុងនិងក្រៅប្រទេសថៃបន្ទាប់ពីវីដេអូមួយក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រថៃនៅប្រទេសបារាំងកាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2026បង្ហាញឲ្យឃើញលោកអនុទានកំពុងដើរតាមគណៈព្រះរាជដំណើរដោយភាពជឿជាក់ទំនងរំពឹងថាបានចូលទៅក្នុងវិមានអេលីសេប៉ុន្តែត្រូវបញ្ចប់ដោយការបកទៅក្រោយវិញនៅចំពោះមុខកាមេរ៉ាវីដេអូនេះមានរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះប៉ុន្តែវាគ្រប់គ្រាន់ដើម្បីបង្កើនសំណួរមួយតើលោកអនុទានដើរខុសពិធីការឬមិនច្បាស់ពីតួនាទីរបស់ខ្លួនថាបញ្ចប់ត្រឹមណាចំពោះមន្ត្រីជាន់ខ្ពស់នេះមិនមែនជាកំហុសតូចទេនៅក្នុងពិធីការរដ្ឋអ្វីដែលគ្រោះថ្នាក់បំផុតមិនមែនជាការដើរយឺតឬដើរលឿននោះទេប៉ុន្តែគឺការមិនប្រាកដថាខ្លួនគួរដើរទៅមុខឬគួរឈប់នៅទីណានេះគឺជាភាពអាម៉ាស់យ៉ាងពិតប្រាកដមេដឹកនាំម្នាក់អាចមានតំណែងធំប៉ុន្តែនៅលើឆាកការទូតតំណែងធំមិនមែនជាសម្បត្តិដែលអាចចូលគ្រប់ទ្វារនោះទេនៅក្នុងប្រទេសរបស់ខ្លួនលោកអាចមានមនុស្សបើកផ្លូវឲ្យប៉ុន្តែនៅមុខវិមានអេលីសេផ្លូវមួយចំហៀនត្រូវបានកំណត់ដោយពិធីការមិនមែនដោយអំណាចនយោបាយនៅទីក្រុងបាងកកនោះឡើយរឿងនេះអាចមិនប៉ះពាល់ដល់ទំនាក់ទំនងបារាំងនិងថៃនោះទេប៉ុន្តែវាប៉ះពាល់ទៅដល់មុខមាត់នយោបាយរបស់លោកអនុទានព្រោះនៅលើឆាកការទូតមួយចំហៀនខុសអាចបាត់បង់ភាពថ្លៃថ្នូរនៅចំពោះមុខកាមេរ៉ា